ធំមួយនេះកំពុងតែត្រូវការខ្សែបម្រើហើយម្នាក់នោះគឺជាកីឡាករលូកាម៉ូទ្រីកព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ជាការពិតណាស់យោងតាមអ្នកជំនាញការផ្ទេរ Fabrizio Romano បានឲ្យដឹងថា AC Milan កំពុងតែស្វែងរកការចុះហត្ថលេខារបស់ Luka Modric បន្ទាប់ពីរូបគាត់ចាក់ចេញពី Real Madrid នៅក្នុងរដូវក្តៅនេះឆ្ពោះទៅចុងបញ្ចប់នៃអាណត្តិឆ្នាំ 2024-2025 Luka Modric បានប្រកាសពីការចាក់ចេញដ៏សោកសៅរបស់គាត់ពីក្លឹប Real Madrid ទោះបីជាយ៉ាងណាក៏ដោយកីឡាករខ្សែបម្រើរូបនេះបានបង្ហាញវត្តមានសម្រាប់ Real Madrid នៅក្នុងការប្រកួត FIFA Club World Cup នាពេលខាងមុខនេះដែលនឹងក្លាយទៅជាការប្រកួតចុងក្រោយរបស់គាត់នៅក្នុងទីក្រុង Los Blancos ជាមួយគ្នានេះដែរនៅក្នុងពិភពបាល់ទាត់មានតែខ្សែបម្រើមួយចំនួនតែប៉ុណ្ណោះដែលល្អដូចទៅនឹង Luka Modric ពលកីឡាករសញ្ជាតិក្រូអាតរូបនេះនឹងត្រូវបានគេចងចាំយ៉ាងល្អដោយអ្នកគាំទ្រពីក្លឹប Atletico Madrid មួយវិញទៀត Luka Modric ក៏ជាអ្នកចែកបាល់ដ៏ប៉ិនប្រសប់មួយរូបផងដែរជាមួយនឹងការលាយបញ្ចូលគ្នាដ៏ពិសេសនៃការវៃឆ្លាតនិងការបញ្ជូនបាល់ពិសេសសម្រាប់ខ្សែបម្រើរូបនេះទៅដល់តំបន់ប្រយុទ្ធនៅអាយុ39ឆ្នាំអតីតកីឡាករ Tottenham Hotspur ត្រូវបានគេរាយការណ៍មកថានៅតែជាគោលដៅសម្រាប់ក្លឹបមួយចំនួនប្រសិនបើ AC Milan ចុះហត្ថលេខាលើអនាគតរបស់ Luka Modric អាចបង្កើនភាពរឹងមាំរបស់ពួកគេនៅក្នុងខ្សែបម្រើកណ្ដាលនិងជួយរួមចំណែកនៅក្នុងការប្រកួតទី3ចុងក្រោយផងដែរលោក Fabrizio Romano បានបន្ថែមថាការពិភាក្សាទាក់ទងទៅនឹង Luka Modric ត្រូវបានធ្វើឡើងនៅក្នុងពេលឆាប់នេះហើយ Modric ទំនងជាមិនប្រញាប់ប្រញាល់ដើម្បីជ្រើសរើសគោលដៅបន្ទាប់របស់គេនោះទេហើយគាត់ក៏កំពុងវាយតម្លៃទៅលើការផ្ដល់ជូនជាច្រើនពីក្លឹបផ្សេងទៀតផងដែរ